ចាសស្ដីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញជូននៅរបៀបនៅក្នុងការធ្វើខប្រហុកនេះជាយើងថាជាមុខម្ហូបរបស់អ្នកខេត្តសៀមរាបណាចាប៉ុន្តែបើសិនជាអ្នកខ្ញុំនិយាយទៅខុសសូមអធិស្ឋានព្រោះអ្នកខ្ញុំមិនមែនអ្នកសៀមរាបទេដោយសារតែរបៀបនេះអ្នកខ្ញុំចេះពីគ្រួសាររបស់អ្នកខ្ញុំដែរទេចាហើយបើសិនជាបងប្អូនអ្នកដែលគាត់នៅតាមខេត្តផ្សេងគាត់ចង់សាអាចធ្វើតាមរបៀបដែលអ្នកខ្ញុំបានបង្ហាញនៅក្នុងវីដេអូនេះបានហើយមិនថាប្រភេទបន្លែទេចាបងប្អូនជួយចិត្តផ្ទាប់ជាមួយនឹងបន្លែប្រភេទណាបងប្អូនអាចដាក់តាមនឹងទៅចាដោយសារតែនាងខ្ញុំអាចនិយាយបានថាបន្លែនេះខ្ញុំដាក់ទៅតាមចំណូលចិត្តរបស់គ្រួសារនេះខ្ញុំចាអរគុណហើយយើងក៏លេចមកមើលវិធីធ្វើបងប្អូនអាចមើលទៅលើវីដេអូនេះបានហើយគ្រឿងផ្សំក៏កាន់តែងាយស្រួលដែរដោយសារតែมันមានអីឆ្ងាយពីចាយើងហៅថាលេងប្រហុកទេប៉ុន្តែគ្រាន់តែវាប្លែកបន្តិចដោយសារតែវាមានដាក់ម្ទេសក្រហមអីចឹងទៅចាអញ្ចឹងនៅក្នុងនេះការធ្វើខប្រហុកគឺយើងមានលាយជាមួយនឹងសាច់ពីរប្រភេទមានទាំងសាច់ជ្រូកមានទាំងត្រីអណ្ដែងភាគច្រើនគឺគេធ្វើជាមួយនឹងត្រីអណ្ដែងដោយសារតែវាមានយើងថាសាច់វាញ៉ាំនៅពេលជាមួយនឹងខប្រហុកហ្នឹងវាត្រូវចាហើយកុំភ្លេចណាបងប្អូនក្នុងការធ្វើខប្រហុកនេះបងប្អូនត្រូវតែជ្រើសរើសប្រហុកដែលគិតថាឈ្ងុយឆ្ងាញ់ចាលេខ1សម្រាប់យើងណាពេលដែលយើងធ្វើទៅវាក្លិនកាន់តែឈ្ងុយចាហើយវាឆ្ងាញ់ដែរចាអរគុណច្រើនហើយអធិស្ឋានអត់បានជម្រាបជូនបានក្បោះក្បាយទេសង្ឃឹមថាពុកម៉ែបងប្អូនមើលទៅតាមវីដេអូចាដែលខ្ញុំបានបង្ហាញនេះជាជំហានជូនទៅកាន់ពុកម៉ែបងប្អូនអរគុណហើយកុំភ្លេចជួយ Subscribe ដើម្បីទទួលបាននៅវីដេអូថ្មីបន្ថែមទៀត